รีบสู้ก็โดยที่สู้สดเลยเนี่ยต่างออกเนี่ยส่งสมาคมประกัน channel กินฟรีต่างออกเนี่ยថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយមកចែកជូនបងប្អូនទាំងអស់គ្នាទស្សនាអំពីត្រីក្រឹមដែលខ្ញុំបានបង្កាត់ពីវីដេអូមុនហើយនេះគឺជាវីដេអូកូនត្រីរបស់ខ្ញុំដែលខ្ញុំបានថតប្រហែលជា10ថ្ងៃហើយខ្ញុំអត់ទាន់បានដកមេបាចេញទេគឺទុកឲ្យវានៅមើលកូនសិនកូនមួយសម្បុកនេះសល់ប្រហែលជា300កូនដែរមើលទៅបើតាមខ្ញុំស្មានព្រោះអីមើលទៅច្រើនដែរបងប្អូនជួយមើលទាំងអស់គ្នាគឺច្រើនអស់រយៈពេល2សប្តាហ៍ខ្ញុំក៏បានយកកូនត្រីសម្បុកនេះយកទៅប្រឡែងនៅក្នុងពាងចាំមើលវីដេអូក្រោយខ្ញុំនឹងថតឲ្យបងប្អូនទាំងអស់គ្នាថាត្រីហ្នឹងវាធំប៉ុណ្ណានេះគឺចង់មកបង្ហាញពីការចាប់ត្រីក្រឹមមួយប្រភេទជាប្រភេទត្រីក្រឹមខាងបាត់ដំបងដែលខ្ញុំបានថតហើយនឹងបានផុសនៅក្នុងវីដេអូមុនគឺត្រីក្រឹមខាងបាត់ដំបងមួយសម្បុកនេះឥឡូវវាធំហើយខ្ញុំបានចាប់ប្រមាណគ្រាប់យកដាក់ដោយឡែកពីគ្នាដើម្បីត្រៀមចាប់វាឡើងនឹងទូកញ្ចក់ត្រីក្រឹមខាងបាត់ដំបងដែលខ្ញុំបានបង្កាត់នេះប្រមាណជា5-6 ខែហើយឥឡូវវាធំនឹងចាប់វាយកមកដាក់ទូលេងចង់ដឹងថាវាល្អប៉ុណ្ណាហើយសម្បល់វាយ៉ាងម៉េចចាំទៅតាមដានទាំងអស់គ្នាត្រីនេះទំហំប្រហែលជាគីឡូ8គីឡូ90មកនឹងយើងយកទៅលេងដែរឥឡូវនេះខ្ញុំចាប់ដើមដាក់វាចូលនៅក្នុងកែវហើយនឹងរើសយកមើលមួយគ្រាប់ទៀតបងប្អូនមើលទៅនេះត្រីហ្នឹងវាដំបងវាសតចឹងហើយចាំមើលមកស្ទូទៀតចាំនឹងថតឲ្យបងប្អូនទាំងអស់គ្នាទស្សនាចង់ប្រាប់ថាស្បុកនេះគឺស្បុកតែមួយទេប៉ុន្តែខ្ញុំចាប់បំបែកវាដាច់តែឡាយរៀងខ្លួនហើយសម្បល់វាក៏ខុសគ្នាដែរនេះគឺជាសកម្មភាពដែលខ្ញុំចាប់ដាក់កែវទំថ្មីទេមិនទាន់បាន5នាទីទេគឺចាប់ផ្ដើមអួតរៀងខ្លួនហើយត្រីខ្លះក៏ដាច់ខ្លះក៏ពេញដោយសារតែនៅក្នុងសម្បុកវាខំគ្នាខ្ញុំទៅបំបែកហើយខ្ញុំក៏បានយកត្រីក្រឹមនេះគឺដាក់ចូលកែវហើយដោយទឹកហ្នឹងគឺខ្ញុំបានបោះទុកនៅក្នុងធុងរយៈពេល1យប់នឹងធ្វើការត្រាំសឹកឆាត់ឬក៏សឹកចេកក៏បានដែរដើម្បីឲ្យវាអស់ជាតិខ្លោអស់ជាតិអីកុំឲ្យត្រីយើងឈឺនេះគឺជាត្រីដែលខ្ញុំបានចាប់ពីក្រុមមិញឃើញវាមានសុខភាពល្អហើយអួតគ្នាទៅវិញទៅមកទៀតត្រីប្រភេទនេះគឺគីឡូវាគីឡូ90អាចយើងយកទៅលេងបានហើយប្រសិនបើជាបងប្អូនចង់បានអាចតំណមកកាន់ខ្ញុំបានវាមានច្រើនសម្បត្តិចង់ប្រាប់បងប្អូនអរគ្នាថាត្រីល្អស៊ីសងទៅលើការដែលយើងថែបើយើងចេះថែយើងថែល្អត្រីនោះក៏ល្អតាមយើងដែរប៉ុន្តែក៏វាអាស្រ័យទៅលើពូជឬក៏មេបាខ្លះដែរមិនមែនទាំងអស់ទេគ្រាន់តែបើត្រីយើងល្អហើយការថែទាំរបស់យើងល្អទៀតត្រីនោះកាន់តែល្អចាំវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបម៉ាក់ត្រីនិងការយើងថែទាំត្រីឲ្យល្អដោយមានទឹកដេកទឹកសម្រាប់ត្រីដេកទឹកសម្រាប់ម៉ាក់និងទឹកសម្រាប់ដេញមេឬក៏សីជាដើមសូមអរគុណ